រយៈពេល10ថ្ងៃកម្ពុជាថៃបោះបង្គោលបណ្ដោះអាសន្ននៅលើទឹកដីជាក់ស្ដែងបានចំនួន94បង្គោលត្រឹមរយៈពេល10ថ្ងៃកម្ពុជាថៃបានចុះពិនិត្យទីតាំងជាក់ស្ដែងលើការបោះបង្គោលបណ្ដោះអាសន្ននៅដំណាច់ខ្សែព្រំចន្លោះបង្គោលលេខ52និងលេខ59ស្ថិតនៅភូមិស្ត្រាំងស្រុកកំលៀងខេត្តបាត់ដំបងរបស់កម្ពុជាជាប់នឹងខេត្តច័ន្ទបុរីរបស់ថៃដោយបានបោះបង្គោលបណ្ដោះអាសន្នលើទឹកដីជាក់ស្ដែងបានចំនួន94បង្គោលស្មើប្រមាណ 56% បើយោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការព្រំដែនកម្ពុជាបានឲ្យដឹងនៅថ្ងៃទី17ខែវិច្ឆិកាភាគីកម្ពុជានិងថៃបានឯកភាពគ្នាចុះអនុវត្តការងារលើទឹកដីជាក់ស្ដែងចាប់ពីថ្ងៃទី8ខែវិច្ឆិកា2025រហូតដល់ថ្ងៃទី17ខែវិច្ឆិកា2025នេះដោយបានបោះបង្គោលបណ្ដោះអាសន្នលើទឹកដីជាក់ស្ដែងបានចំនួន94បង្គោលលើផែនការសរុប166បង្គោលពិតជាភាគរយសម្រេចបានប្រមាណ 56% បើតាមរដ្ឋលេខាធិការកិច្ចព្រំដែនកម្ពុជាភាគីទាំងពីរនឹងបន្តការបោះបង្គោលបណ្ដោះអាសន្ននេះឲ្យចប់តាមផែនការនាពេលដោយខ្លីខាងមុខ